បាទជំរាបសួរដល់បងប្អូនយើងដែលស្រឡាញ់វិស័យនៅក្នុងការចិញ្ចឹមកាធាយហើយជាពិសេសបងប្អូនដែលកំពុងតែស្វែងរកវីដេអូដែលតាក់ទងទៅនឹងការចែករំលែកពីការធ្វើអាងស៊ីម៉ង់អញ្ចឹងខ្ញុំនឹងមិនទាន់បញ្ចប់ទេនៅក្នុងការចែករំលែកតាក់ទងទៅនឹងការសាងសង់អាងស៊ីម៉ង់ព្រោះដោយសារតែរាល់ថ្ងៃនេះខ្ញុំក៏កំពុងធ្វើដែរអញ្ចឹងអ្វីដែលខ្ញុំចែករំលែកទៅកាន់បងប្អូនអរគ្នាហ្នឹងគឺមិនមែននៅក្នុងទ្រឹស្ដីបទទេគឺវាទាំងក្នុងទ្រឹស្ដីហើយក៏ដូចជាការអនុវត្តជាក់ស្ដែងហើយតាមទៅខ្ញុំបានចែករំលែកប្រហែលដងហើយតាក់ទងទៅនឹងការរៀបចំអាងសំងនេះហើយក៏ប៉ុន្តែបងប្អូនយើងមួយចំនួនខ្ញុំជឿថានៅតែចង់ដឹងនឹងព្រោះដោយសារតែពេលដែលខ្ញុំចាប់ដើមដំបូងក៏ខ្ញុំស្រាវជ្រាវរកវីដេអូតាក់ទងទៅនឹងការចែករំលែកការធ្វើអាងសំងនោះដែរប៉ុន្តែកម្រមានអ្នកណាធ្វើអាងសំងឲ្យយើងគប់ចិត្តបានណាអានេះអ្វីដែលខ្ញុំចង់និយាយគឺចំពោះទម្រង់ដែលបងប្អូនកំពុងតែមើលនេះគឺជាប្រភេទទម្រង់បែបអាជីវកម្មណាបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលបងប្អូនសម្រេចចិត្តតែធ្វើអាងស៊ីម៉ង់អញ្ចឹងបងប្អូនត្រូវសម្រេចចិត្តសួរខ្លួនឯងថាតើខ្ញុំធ្វើនេះធ្វើក្នុងកម្រិតលក្ខណៈគ្រួសារឬក៏កម្រិតអាជីវកម្មបានឯមុខរបររកស៊ីអញ្ចឹងបើសិនជាបងប្អូនធ្វើជាលក្ខណៈគ្រួសារទេអាហ្នឹងបងប្អូនគឺប្រើត្រឹមតែអាងតង់ឬក៏ប្រើប្រភេទត្រឹមឥត10ទៅបានហើយប៉ុន្តែបើសិនជាបងប្អូនប្រើជាលក្ខណៈអាជីវកម្មបងប្អូនត្រូវមានប្រព័ន្ធទឹកចេញទឹកចូលឲ្យច្បាស់កន្លែងណាត្រូវដាក់កាធីពងឬក៏កាធីសាច់គឺបងប្អូនត្រូវសម្រេចចិត្តខ្លួនឯងថាខ្ញុំចង់ចិញ្ចឹមកាធីសាច់ឬក៏មេបាពូជអានេះជាអ្វីដែលខ្ញុំចង់ជូនជាសារខ្លះដែរទេព្រោះវីដេអូវាអត់វែងណាស់ទេអញ្ចឹងបងប្អូនត្រូវសួរខ្លួនឯងថាចង់ធ្វើជាលក្ខណៈអាជីវកម្មឬក៏លក្ខណៈគ្រួសារចង់ចិញ្ចឹមជាលក្ខណៈលក់សាច់ចិញ្ចឹមជាទុកសាច់ដើម្បីហូបឬក៏ចិញ្ចឹមជាលក្ខណៈមេបាពូជដើម្បីប្រកាត់ភ្ញាស់អីចឹងទៅអញ្ចឹងត្រូវសួរខ្លួនឯងឲ្យច្បាស់ទើបការរៀបចំអាងហ្នឹងវាទៅតាមអ្វីដែលយើងចង់បានហើយអាងសំងតែកាលណាតែធ្វើនៅកន្លែងណាហើយគឺជាប់កន្លែងហ្នឹងហើយគឺយើងមិនអាចរើប្រទេសផ្ដាស់បានទេអញ្ចឹងហើយកន្លែងនេះអ្វីដែលខ្ញុំជាសារចែករំលែកទេគឺបងប្អូនត្រូវសម្រេចចិត្តពីរចំណុចហ្នឹងសិនមុនពេលស្រាវជ្រាវអីផ្សេងចំណុចទី1សួរខ្លួនឯងថាធ្វើជាលក្ខណៈគ្រួសារឬក៏អាជីវកម្មទី2ចិញ្ចឹមមេបាពូជឬក៏ចិញ្ចឹមសាច់អញ្ចឹងហើយទើបបងប្អូនការរៀបចំអាងគឺវាចេញទៅវាចំហើយអ្វីដែលបងប្អូនកំពុងតែមើលនេះវីដេអូដែលបងប្អូនកំពុងធ្វើនេះគឺខ្ញុំធ្វើជាអាង2ជួរក្នុងមួយជួរសម្រាប់មេបាពូជមួយជួរគឺសម្រាប់សាច់ហើយបញ្ជាក់នៅក្នុងគម្រោងនេះគឺខ្ញុំមិនមែនធ្វើតែប៉ុណ្ណឹងទេគឺខ្ញុំធ្វើនឹងទៅមួយខាងដីនោះមួយខាងទៀតហើយនឹងកាច់ទៅនោះមួយខាងទៀតអញ្ចឹងខ្ញុំនៅធ្វើច្រើនយ៉ាងហ្នឹងទៀតប៉ុន្តែនេះខ្ញុំបង្ហាញតែតាក់ទងទៅនឹងអាងសំងទេហើយបងប្អូនដែលចង់ដឹងព័ត៌មានតាក់ទងទៅនឹងអាងសំងគឺអាចជួយចុច follow ឬក៏ជួយចែក share ចុច share ដើម្បីចែករំលែកណាតាក់ទងទៅនឹង page របស់ខ្ញុំហ្នឹងខ្ញុំនឹងចែករំលែកតាក់ទងនឹងបច្ចេកទេសចិញ្ចឹមអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងហ្នឹងគឺខ្ញុំមិនលាក់បាំងទេគឺខ្ញុំនឹងចែករំលែកទាំងអស់ហ្មងហើយអញ្ចឹងបងប្អូនអាចតាមដាន page របស់ខ្ញុំរាល់ពេលរាល់វីដេអូដែលខ្ញុំផុសទៅគឺទោះបីតិចក្តីច្រើនក្តីកន្លែងខ្លះលម្អិតកន្លែងខ្លះមិនលម្អិតក៏បងប្អូនអាចទទួលបានចំណេះដឹងចែករំលែកបានដែរព្រោះបច្ចេកទេសដែលខ្ញុំបានទទួលបានមកសពថ្ងៃនេះមានការសិក្សាស្វែងយល់សិក្សាស្រាវជ្រាវមានទាំងបង់លុយរៀនមានទាំងការសិក្សារៀនសូត្រពីខាងមន្ត្រីជលផលអីដែរអញ្ចឹងគឺយើងបានរៀនបានច្រើនហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នារៀនសិនមុនពេលចាប់ផ្ដើមរៀនសិនមុនពេលចាប់ផ្ដើមកុំឃើញតែប្រាក់ចំណេញកុំឃើញតែគេធ្វើឲ្យចង់ធ្វើដូចគេអត់អាចទៅរួចទេព្រោះការចិញ្ចឹមកាធីខ្ញុំនឹងនិយាយបន្តទៀតនៅពេលដែលវីដេអូក្រោយៗទៀតព្រោះរឿងចិញ្ចឹមបើយើងមើលតែប្រាក់ចំណេញប្រាក់ចំណូលគឺយើងចប់ហើយព្រោះនៅពេលដែលបងប្អូនចាំបងត្រូវដឹងថាពេលដែលវាឈឺវាត្រូវការបច្ចេកទេសទប់ទល់យ៉ាងម៉េចហើយថ្នាំមួយតើវាមានតម្លៃយ៉ាងម៉េចបងប្អូនដែរដឹងទេអត់ដែរដឹងទេកន្លែងហ្នឹងអញ្ចឹងបើអត់ដឹងទេគឺរៀនសិនណាបងប្អូនអរគ្នាហើយខ្ញុំនឹងចែករំលែកព្រោះខ្ញុំមានទាំងជាវីដេអូមេរៀនខ្ញុំមានជាង file មេរៀនខ្ញុំមានទាំងគ្រូរៀនជាប់លាប់រាល់ថ្ងៃដែរអញ្ចឹងហើយខ្ញុំមិនលាក់បាំងទេទោះបីខ្ញុំរៀនអស់លុយក៏ដោយខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នារៀនអស់លុយរៀនមិនអស់លុយគឺខ្ញុំយកមកចែករំលែកទាំងអស់អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នារៀនសិនមុនពេលចាប់ដើម